ពេលអនាគតទៅខ្ញុំនឹងមានការទំនាក់ទំនងមួយអ្នកជំងឺច្រើនអញ្ចឹងទៅកាលណាបើខ្ញុំមានការវិវត្តផ្នែកគំនិតក៏ដូចជាការនិយាយ communicate គ្នាផ្ដល់គំនិតរបស់ខ្ញុំបានល្អហ្នឹងវាក៏ជួយឲ្យខ្ញុំមានភាពងាយស្រួលនៅក្នុងការទំនាក់ទំនងមួយនឹងអ្នកជំងឺខ្ញុំនាពេលខាងមុខដូចគ្នាបងអញ្ចឹងអាហ្នឹងវាជាមូលហេតុដែលខ្ញុំគិតថាវាអត់ចាក់ឆ្ងាយពីវិស័យដែលខ្ញុំកំពុងរៀនទេប៉ុន្តែវាជារឿងមួយដែលជួយផុចផ្លែផ្កាឲ្យខ្ញុំវិញនាពេលអនាគតវិញសូមគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់សិស្សនិស្សិតក៏ដូចជាអ្នកទស្សនាយើងទាំងអស់គ្នាសូមស្វាគមន៍មកកាន់ DIU Talk ថ្ងៃនេះដែរពួកយើងពិតជាមានកិត្តិយសខ្លាំងមែនទែនដែលបានជួបសម្ភាសជាមួយនឹងនិស្សិតតន្ត្រសាស្ត្រយើងមួយរូបដែលថ្មីនេះគាត់បាននាំយកទៅនឹងកិត្តិយសក៏ដូចជាភាពមានមោទនភាពមែនទែនមកកាន់សាកលវិទ្យាល័យអន្តរជាតិក៏ដូចជាប្រទេសជាតិយើងទាំងមូលដែលគាត់បានចូលរួមប្រកួតនៅក្នុងកម្មវិធី JCI Debate Competition 2026ហើយថែមទាំងនាំយកទៅនឹងជ័យលាភីត្រឡប់មកវិញអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់កិច្ចសម្ភាសទាំងអស់គ្នាសូមជម្រាបសួរអណៃអាចជួយណែនាំខ្លួនតិចសិនមែនទេបាទបងអញ្ចឹងសូមជម្រាបសួរអ្នកកំពុងទស្សនានៅវីដេអូនេះទាំងអស់គ្នាខ្ញុំបាទឈ្មោះស៊ីនទីនសឹងសប្តាហ៍ថ្ងៃគឺជានិស្សិតឆ្នាំទី5នៃសាកលវិទ្យាល័យអន្តរជាតិមកពីមហាវិទ្យាល័យតន្តវឌ្ឍនសាស្ត្រហើយថ្មីនេះខ្ញុំបាននាំយកនៅជាលពីលំដាប់ថ្នាក់លេខ1នៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើងនៅក្នុងកម្មវិធី JCI Aspat ដែលប្រព្រឹត្តឡើងនៅក្នុងទីក្រុងនីកាតាប្រទេសជប៉ុនអូខេអាចសូមចំណាប់អារម្មណ៍តិចបានទេបន្ទាប់ពីទទួលបានជ័យលាភីហ្នឹងហើយតើមានអារម្មណ៍យ៉ាងណាដែរចំពោះចំណាប់អារម្មណ៍របស់ខ្ញុំយល់ឃើញថាដោយសារតែនេះវាកាត់ឡើងដោយសារការខិតខំប្រឹងប្រែងរបស់ខ្ញុំហើយនឹងក្រុមរបស់ខ្ញុំដែរអញ្ចឹងវាជាមោទនភាពមួយដែលខ្ញុំទទួលបានសម្រាប់មជ្ឈជីវិតរបស់ខ្ញុំដោយសារនេះគឺជាការដែលយើងឈ្នះសម្រាប់មិនតែខ្លួនឯងបងហើយក៏មិនមែនសម្រាប់ថាក្រុមយើងទាំង3នាក់ដែរគឺសម្រាប់សាលាក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរអូខេទម្រាំតែចូលទៅដល់វគ្គផ្ដាច់ព្រាត់ដឹងថាយើងមានប្រកួតទាំងក្នុងប្រទេសអីទៀតត្រូវអត់ចឹងតើមានជួបផលលំបាកឬក៏បញ្ហាប្រឈមអីគេខ្លះបាទអញ្ចឹងតកតងមួយនឹងការដែលខ្ញុំចូលរួមប្រកួតនេះដូចជាស្ដែងបុកបានលើពីខាងដើមអញ្ចឹងគឺមានការឆ្លងកាត់នៅក្នុងការប្រកួតនៅក្នុងប្រទេសគេហៅថាការប្រកួតថ្នាក់ជាតិហ្នឹងហើយឆ្លងកាត់ដល់ការប្រកួតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកទៀតអញ្ចឹងផលលំបាកដែលខ្ញុំជួបប្រទេសធំបំផុតទី1ហ្នឹងគឺតកតងជាមួយនឹងកត្តាពេលវេលាបងដោយសារតែដូចតែដល់អញ្ចឹងខ្ញុំជានិស្សិតខាងទនសាស្ត្រទៀតអញ្ចឹងពេលវេលាកាន់តែខ្លីប៉ុន្តែខ្ញុំបានព្យាយាមជ្រើសយកពេលវេលាដូចជាម៉ោងដែលយើងទំនេរហើយនឹងម៉ោងចុងសប្តាហ៍ជាដើមអញ្ចឹងប៉ុន្តែបើសរុបទៅវានៅតែពេលវេលារៀងខើចសម្រាប់ខ្ញុំដែរសម្រាប់ការត្រៀមខ្លួនហើយនិងសម្រាប់ការប្រកួតចឹងទៅវាអាចនឹងកត្តាពេលវេលាហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅលើការប្រកួតតិចតួចដែរបងអូខេមិញយើង mention ទៅលើពេលវេលាចង់ដឹងថាការបែងចែកជា schedule ហ្មងថាតើធានសឹងបែងចែកពេលវេលាខ្លួនឯងយ៉ាងណាដើម្បីអាចចូលទៅប្រកួតជាពិសេសបានទៅដល់ស្រុកក្រៅអីចឹងទៀតបាទបងអញ្ចឹងអាហ្នឹងខ្ញុំជឿជាក់ថាវាក៏ជារឿងមួយដែលនិស្សិតទនសាស្ត្រក៏ដូចជាបងប្អូនហើយនិងបងទាំងអស់គ្នាគួរតែដឹងដែរគឺទាក់ទងជាមួយនឹងរឿងពេលវេលាហ្នឹងដោយសារតែទី1យើងជានិស្សិតទនសាស្ត្រទៀតអញ្ចឹងមុខវិជ្ជាដែលយើងកំពុងរៀនហ្នឹងគឺជាមុខវិជ្ជាដែលសំខាន់ហើយយើងអាចខាតបានហើយបងឬក៏ទៅលើ subject ណាមួយក៏ដោយអញ្ចឹងចំពោះខ្ញុំទាក់ទងជាមួយនឹងការបែងចែកពេលវេលាហ្នឹងទី1គឺខ្ញុំផ្ដោតសំខាន់ទៅលើការមើលទៅលើកម្មវិធីដែលខ្ញុំចង់ចូលរួមប្រកួតសិនថាវាមានផលប៉ះពាល់ខ្លាំងក្លាទៅលើ schedule ឬក៏ម៉ោងកាលវិភាគខ្ញុំរៀនឬក៏អត់ចឹងណាបងដោយសារតែកត្តាទី1ដែលខ្ញុំមើលឃើញទៅលើកម្មវិធីនេះហ្នឹងគឺគេផ្ដោតនៅក្នុងស្រុកហ្នឹងគឺគេប្រកួតទៅនៅក្នុងថ្ងៃសៅរ៍អាទិត្យឯងបងអញ្ចឹងចំពោះថ្ងៃសៅរ៍អាទិត្យហ្នឹងគឺជាពេលវេលាដែលយើងអត់សូវមានកាលវិភាគរៀនអញ្ចឹងណាបងអញ្ចឹងយើងអាចចូលរួមប្រកួតបានហើយមួយទៀតខ្ញុំអត់ប្រើប្រាស់ម៉ោងដែលខ្ញុំរៀនហ្នឹងយកទៅធ្វើ research ឬក៏ត្រៀមខ្លួនកំឡុងពេលរៀនបដាខ្ញុំធ្វើ research ត្រៀមខ្លួនប្រកួតបដាខ្ញុំបែងចែកវាឲ្យច្បាស់ខ្ញុំធ្វើតែពេលដែលខ្ញុំទិនេដូចជាពេលយប់ឬក៏នៅម៉ោងចេញលេងអីផ្សេងៗចឹងទៅប៉ុន្តែម៉ោងរៀនគឺខ្ញុំផ្ដោតសំខាន់ទៅលើមុខវិជ្ជាយើងរៀនសិនអញ្ចឹងការបែងចែកហ្នឹងខ្ញុំគិតថាវា balance គ្នាបានល្អអូខេឃើញថាការបែងចែកពេលវេលាក៏ដូចជាគោលដៅយើងបាន set បានល្អខ្លាំងមែនតើប៉ុន្តែចង់ត្រឡប់ទៅវិញបន្តិចថាមូលហេតុអីបានជ្រើសរើសយកការ debating ហេតុអីបានសុកចូលទៅក្នុងកម្មវិធីមួយហ្នឹងបាទបងអញ្ចឹងប្រហែលជាអ្នកខ្លះគាត់ឆ្ងល់ថារៀនពេទ្យថ្មិញសុំមិនទៅប្រកួត debate អីចឹងណាបងចំពោះខ្ញុំដោយសារទី1ខ្ញុំធ្វើតាម passion របស់ខ្លួនឯងដោយសារកាលពីក្មេងមកខ្ញុំចូលចិត្តខាងនិយាយអីចឹងទៅហើយខ្ញុំគិតថាការប្រកួត debate ហ្នឹងវាគឺជាការបំផុសផ្នែកគំនិតរបស់យើងឲ្យបានខ្លាំងក្លាជាងការដែលយើងគ្រាន់តែទៅឆ្លោះគ្នាអញ្ចឹងណាបងហើយការ debate ហ្នឹងខ្ញុំជឿជាក់ថាវាក៏អាចនឹងជួយខ្ញុំនៅក្នុងវិស័យដែលខ្ញុំកំពុងរៀនដែរជាក់ស្ដែងទៀតសោតហ្នឹងនៅពេលដែលខ្ញុំធ្វើការ
ពេលអនាគតទៅខ្ញុំនឹងមានការទំនាក់ទំនងមួយអ្នកជំងឺច្រើនអញ្ចឹងទៅកាលណាបើខ្ញុំមានការវិវត្តផ្នែកគំនិតក៏ដូចជាការនិយាយ communicate គ្នាផ្ដល់គំនិតរបស់ខ្ញុំបានល្អហ្នឹងវាក៏ជួយឲ្យខ្ញុំមានភាពងាយស្រួលនៅក្នុងការទំនាក់ទំនងមួយនឹងអ្នកជំងឺខ្ញុំនាពេលខាងមុខដូចគ្នាបងអញ្ចឹងអាហ្នឹងវាជាមូលហេតុដែលខ្ញុំគិតថាវាអត់ចាក់ឆ្ងាយពីវិស័យដែលខ្ញុំកំពុងរៀនទេប៉ុន្តែវាជារឿងមួយដែលជួយហុចផ្លែផ្កាឲ្យខ្ញុំវិញនាពេលអនាគតវិញមក អូខេល្អមែនទែនសង្ឃឹមថាសំណួរមួយនេះអាចឆ្លើយតបទៅកាន់ជាពិសេសសិស្សៗដែលនៅក្នុងវិស័យសុខាភិបាលយើងទាំងអស់គ្នាបានដូចគ្នាមួយទៀតថាតើបន្ទាប់ពីបញ្ចប់ការប្រកួតនេះតើមេរៀនដ៏ធំអីដែលធានសឹងទទួលបាននៅក្នុងការប្រកួតមួយនេះដែរចំពោះមេរៀនដែលខ្ញុំទទួលបានហ្នឹងគឺអាចខ្ញុំនិយាយថាច្រើនដែរទៅទៅមួយនឹងមេរៀនសម្រាប់ខ្លួនឯងហើយនឹងក្រុមទាំងមូលហើយនឹងប្រទេសជាតិរបស់យើងទាំងមូលមកប៉ុន្តែចំពោះមេរៀនដែលខ្ញុំទទួលបានធំបំផុតហ្នឹងគឺតកតងជាមួយនឹងការខិតខំប្រឹងប្រែងរបស់យើងអញ្ចឹងអានេះខ្ញុំគិតថា starter មានអារម្មណ៍ថាងាយស្រួលមែនទែនគាត់ថាខិតខំប្រឹងប្រែងដឹងតែបានផលអញ្ចឹងណាបងប៉ុន្តែក្នុងនោះវាបូកផ្សំជាមួយនឹងពេលវេលាជាមួយនឹងការខិតខំតាំងចិត្តហើយនឹងកត្តាផ្សេងៗទៀតជាច្រើនត្រឡប់ទៅសំណួរមុនហ្នឹងបន្តិចក្រៅពី debating តើធានសឹងមានចំណាប់អារម្មណ៍ឬក៏ចូលចិត្តទៅលើអីផ្សេងទៀតបាទបងអញ្ចឹងក្រៅពី debating ហ្នឹងឬក៏ការជជែកដេញដោលហ្នឹងខ្ញុំជឿជាក់ថាមានវិស័យមួយទៀតវាស្តៀងគ្នាដែរបង public speaking ឬក៏ការនិយាយជាសាធារណៈគាត់ថាការនិយាយជាសាធារណៈហ្នឹងវាអត់ត្រូវការ team work ឬក៏ team spirit អីទេព្រោះអីយើងធ្វើការនិយាយតែឯងអញ្ចឹងតែ public speaking យើងធ្វើការនិយាយតែឯងប៉ុន្តែខ្ញុំក៏មានចំណង់ចិត្តទៅលើការនិយាយជាសាធារណៈដែរហើយអានេះសរុបបកក្រោយមកវិញទាំង public speaking ទាំង debating ហ្នឹងខ្ញុំជឿជាក់ថាវាក៏នៅតែអត់ឆ្ងាយពីវិស័យដែលយើងកំពុងរៀននៅក្នុងវិស័យតនសាស្ត្រហ្នឹងដែរដោយសារតែដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងកាលណាបើយើងមានអា skill ទាំងអស់ហ្នឹងវាជា soft skill ជំនាញទន់ហ្នឹងវាជួយឲ្យយើងវិវត្តទៅលើផ្នែកនេះពេលអនាគតរបស់យើងដូចគ្នាទាំងអស់ហ្នឹងបងឲ្យតែយើងចេះប្រើប្រាស់វានៅក្នុងន័យដែលត្រឹមត្រូវហើយយើងចេះ balance រវាងការសិក្សារបស់យើងហើយនិងអា soft skill ហ្នឹងបើឡើងគ្នាបានល្អទៅខ្ញុំជឿជាក់ថាវាអត់មានផលប៉ះពាល់អីខ្លាំងក្លាឬក៏ជាអវិជ្ជមានទៅលើការសិក្សារបស់យើងដូចគ្នាអូខេល្អហើយមែនតើការដែលមានគំនិតក៏ដូចជាចង់សិក្សាស្វែងយល់អីដែលថ្មីជាពិសេស follow ទៅតាម passion របស់ខ្លួនឯងទៀតអញ្ចឹងជាចុងក្រោយជាសារតើធានសឹងមានសារអីផ្ដាំផ្ញើទៅកាន់បងប្អូនមិនថាអ្នកដែលគាត់កំពុងតែរៀននៅក្នុងវិស័យសុខាភិបាលឬក៏បងប្អូនដែលចិត្តប្រឡងទី12ដែលគាត់ត្រៀមនឹងអាចថាអ្នកខ្លះកំពុងតែមានបំណងគិតថាចង់រៀនក្នុងវិស័យសុខាភិបាលនឹងដែរប៉ុន្តែមាន passion ទៅលើ public speaking ឬក៏ debating ដូចគ្នាអញ្ចឹងចំពោះខ្ញុំផ្ទាល់ខ្ញុំអត់មានជាសារលើកទឹកចិត្តអីខ្លាំងខ្លាណាស់ណាទេខ្ញុំគ្រាន់តែជាការលើកទឹកចិត្តថាបើសិនជាមានការឆ្លាញ់អីមួយព្យាយាមមានគោលដៅច្បាស់លាស់ជាក់ស្ដែងដូចខ្ញុំផ្ទាល់ខ្ញុំឲ្យគាត់មើលខ្ញុំជាមិនមែនជាគំរូទេគ្រាន់តែមើលខ្ញុំជាឧទាហរណ៍ទូចមួយចុះដោយសារខ្ញុំមានការឆ្លាញ់ទាំងលើវិស័យផ្នែក soft skill develop soft skill របស់ខ្ញុំទាំងលើ public speaking debate អីហ្នឹងចឹងទៅអញ្ចឹងខ្ញុំបានសិតថាខ្ញុំនឹង at least ធ្វើអីមួយដើម្បីទទួលបានផលប្រយោជន៍ពីអាហ្នឹងមកវិញសម្រាប់ខ្លួនឯងនិងសម្រាប់ប្រទេសជាតិចឹងទៅហើយមួយទៀតខ្ញុំក៏មាន mindset ថាខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រនិងចង់ខ្លាចជាពេទ្យថ្មីអញ្ចឹងទៅអញ្ចឹងខ្ញុំក៏បោះបង់អាហ្នឹងចោលដែរអញ្ចឹងខ្ញុំ try to balance វាឲ្យបានល្អអញ្ចឹងសាររបស់ខ្ញុំលើកទៅចិត្តទៅកាន់បងប្អូនឬក៏បងដែលកំពុងមើលវីដេអូនេះទីមួយត្រូវមានគោលដៅឲ្យបានច្បាស់លាស់ហើយខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឲ្យគោលដៅមួយនឹងឲ្យបានជោគជ័យមកអញ្ចឹងខ្ញុំជឿជាក់ថាកាលណាបើមានគោលដៅច្បាស់លាស់ហើយរៀបចំ schedule ឬក៏ plan នៃជីវិតរបស់ខ្លួនឯងបានល្អត្រឹមត្រូវហើយខ្ញុំជឿជាក់ថាភាពជោគជ័យនឹងរត់មករកយើងគ្រប់គ្នាមកចង់សង្ឃឹមថាបងប្អូនដែលបានទស្សនាវីដេអូមួយនេះនឹងយកបងជាឧទាហរណ៍តូចមួយមិនមែនជាគំរូទេណាឧទាហរណ៍តូចមួយដើម្បីជួយដឹកនាំឬក៏បង្ហាញផ្លូវរបស់បងប្អូនក្នុងការជ្រើសរើសទៅការដើរទៅតាម passion របស់ខ្លួនឯងក៏ដូចជាអីដែលខ្លួនឯងស្រឡាញ់អញ្ចឹងពីពួកយើងតំណាងឲ្យសាកលវិទ្យាល័យអន្តរជាតិហ្មងពិតជាមានមោទនភាពខ្លាំងមែនទែនដែលមាននិស្សិតរបស់យើងដែលគាត់អាចតំណាងឲ្យប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិហើយជាចុងក្រោយអរគុណខ្លាំងមែនទែនធានសឹងដែលបានចូលរួមមួយយើងក្នុងថ្ងៃនេះហើយជូនពរឲ្យធានសឹងសម្រាប់ទៅតាមគោលបំណងដែលខ្លួនឯងចង់បានហើយនឹងអភិវឌ្ឍសមត្ថភាពឡើងតទៅមុខទៀតអញ្ចឹងពីពួកខ្ញុំទៅអរគុណច្រើនអ្នកនរគ្នាសម្រាប់ការទស្សនាកុំភ្លេចតាមដានទៅលើ Facebook ឬក៏ TikTok របស់យើងសម្រាប់អេពីសូតបន្តទៀតសូមអរគុណសូមជម្រាបលា